លោកត្រាំហៅណាតូថាជាខ្លាក្រដាសហើយកំពុងពិចារណាដកខ្លួនចេញខ្លាក្រដាសនឹងការគម្រាមកំហែងដកខ្លួនចេញដែលធ្វើឲ្យអឺរ៉ុបភ័យព្រួយនៅក្នុងរបបនយោបាយដ៏គួរឲ្យភ្ញាក់ផ្អើលមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានធ្វើឲ្យពិភពលោកទាំងមូលមានការងឿងឆ្ងល់និងព្រួយបារម្ភជាថ្មីម្ដងទៀតចំពោះអនាគតនៃអង្គការសន្ធិសញ្ញាត្រឡង់តិចខាងជើងហៅថាណាតូកាលពីថ្ងៃពុធកន្លងទៅនេះសេរីរាយការណ៍បានឲ្យដឹងថាលោកត្រាំកំពុងពិចារណាយ៉ាងម៉ត់ចត់ក្នុងការដកសហរដ្ឋអាមេរិកចេញពីសម្ព័ន្ធភាពយោធាដែលមានអាយុកាលជាង75ឆ្នាំមួយនេះក្រោយពីមានភាពរកាំរកូសចុះវិញការមិនចោះសម្រុងគ្នាលើប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ីរ៉ង់ពាក្យសម្ដីដ៏ធ្ងន់ធ្ងរដែលលោកត្រាំបានប្រើប្រាស់ដោយហៅណាតូថាជាខ្លាំងក្រដាសមិនមែនគ្រាន់តែជាការរិះគន់ធម្មតានោះទេប៉ុន្តែវាគឺជាការវាយប្រហារទៅលើប្រសិទ្ធភាពនិងកិត្យានុភាពរបស់សម្ព័ន្ធមិត្តទាំងមូលលោកត្រាំបានបញ្ជាក់យ៉ាងច្បាស់ថាសំណួរអំពីការដកខ្លួនរបស់អាមេរិកគឺហួសពីការពិចារណាឡើងវិញទៅទៀតលោកបានបន្ថែមដោយក្តីខកចិត្តថាខ្ញុំពុំដែលត្រូវបានធ្វើឲ្យទេលតោលដោយណាតូទេខ្ញុំតែងតែដឹងថាពួកគេជាខ្លាំងក្រដាសការប្រើពាក្យខ្លាំងក្រដាសក្នុងន័យនេះសំដៅទៅលើស្ថាប័នមួយដែលមានអំណាចត្រឹមតែនៅលើក្រដាសស្នាមឬមានតែឈ្មោះប៉ុន្តែគ្មានសមត្ថភាពឬឆន្ទៈក្នុងការធ្វើសកម្មភាពជាក់ស្ដែងនៅពេលមានអាសន្នការមិនពេញចិត្តនេះកើតចេញពីការដែលសមាជិក NATO ផ្សេងទៀតមិនបានផ្ដល់ការគាំទ្រដល់សហរដ្ឋអាមេរិកក្នុងការវាយប្រហារលើប្រទេសអ៊ីរ៉ង់ក្នុងការបដិសេធមិនបញ្ជូននាវាទៅបើកច្រកសមុទ្រ Hormuz ឡើងវិញមូលហេតុចម្បងដែលរុញច្រានឲ្យលោកត្រាំឈានដល់ការគម្រាមដកខ្លួនគឺបញ្ចប់ប្រតិបត្តិការយោធារបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ដែលក្នុងនោះសម្ព័ន្ធមិត្តអឺរ៉ុបហាក់បីដូចជាចង់ដកខ្លួនចេញឆ្ងាយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Pete Hegseth បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសន្និសីទសារព័ត៌មានថាការសម្រេចចិត្តលើអនាគតរបស់ NATO គឺស្ថិតនៅលើទូរបស់លោកត្រាំរួចជាស្រេចដោយសារតែសម្ព័ន្ធមិត្តបដិសេធមិនជួយក្នុងពេលអាមេរិកត្រូវការសម្រាប់លោកត្រាំគោលការណ៍អាមេរិកដំបូងឬ America First មានន័យថាប្រសិនបើសម្ព័ន្ធមិត្តមិនជួយអាមេរិកក្នុងគ្រាមានអាសន្នទេនោះអាមេរិកក៏គ្មានកាតព្វកិច្ចត្រូវចំណាយថវិកានិងកម្លាំងទ័ពដើម្បីការពារអឺរ៉ុបនោះដែរលោកបានរិះគន់ជាពិសេសទៅលើប្រទេសបារាំងនិងចក្រភពអង់គ្លេសដែលជាមហាអំណាចនុយក្លេអ៊ែរក្នុងតំបន់អឺរ៉ុបថាបានបោះបង់អាមេរិកក្នុងគ្រាដ៏សំខាន់ខណៈពេលដែលទីក្រុង Washington បង្ហាញការខឹងសម្បារមេដឹកនាំអឺរ៉ុបហាក់ដូចជាកំពុងប្រកាន់ខ្ជាប់នូវផលប្រយោជន៍ជាតិរៀងៗខ្លួននាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថាលោកនៅមិនផ្លាស់ប្ដូរជំហរលើសង្គ្រាមអ៊ីរ៉ង់នោះទេលោក Starmer បានសង្កត់ធ្ងន់ថាអង់គ្លេសនៅមិនត្រូវបានគេអូសទាញឲ្យធ្លាក់ចូលទៅក្នុងចំនួនឡើយទោះបីជាមានសម្ពាធពីភាគីណាក៏ដោយស្របពេលជាមួយគ្នានេះប្រទេសអេស្ប៉ាញបានចាត់ទុកវិធានការកាន់តែរឹងត្អឹងដោយបានបិទដែនអាកាសរបស់ខ្លួនចំពោះជើងហោះហើរយោធាទាំងអស់ដែលពាក់ព័ន្ធនឹងការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់សកម្មភាពទាំងនេះបង្ហាញឲ្យឃើញនូវការបែកបាក់គ្នាយ៉ាងខ្លាំងរវាងយុទ្ធសាស្ត្រយោធារបស់អាមេរិកនិងនយោបាយសន្តិសុខរបស់អឺរ៉ុបដែលជាសញ្ញាគ្រោះថ្នាក់សម្រាប់សាមគ្គីភាពនៃអង្គការ NATO ចំពេលដែលស្ថានភាពកំពុងឡើងកម្ដៅខ្លាំងអគ្គលេខាធិការអង្គការ NATO លោក Marote បានប្រកាសពីគម្រោងទស្សនកិច្ចទៅកាន់ទីក្រុង Washington នៅសប្តាហ៍ក្រោយទោះបីជាអ្នកនាំពាក្យអង្គការ NATO លោកស្រី Alison Hart ហៅវាថាជាទស្សនកិច្ចដែលបានក្រុងទៅជាយូរមកហើយក៏ដោយប៉ុន្តែអ្នកវិភាគនយោបាយមើលឃើញថានេះគឺជាបេសកកម្មពន្លត់ភ្លើងយ៉ាងប្រញាប់ប្រញាល់ដើម្បីបញ្ចុះបញ្ចូលលោកត្រាំកុំឲ្យដើរចេញពីសម្ព័ន្ធភាពវត្តមានរបស់លោករ៉ូតេនៅសេតវិមាននឹងក្លាយជាការសាកល្បងដ៏ធំមួយសម្រាប់វិស័យការទូតអន្តរជាតិតើលោករ៉ូតេអាចផ្ដល់នូវការធានាបែបណាដែលលោកត្រាំពេញចិត្តតើអឺរ៉ុបនឹងសូវចិត្តបង្កើនការចំណាយនិងការចូលរួមយោធាដើម្បីរក្សាអាមេរិកឲ្យនៅបន្តដែរឬទេអង្គការ NATO ត្រូវបានបង្កើតឡើងក្នុងឆ្នាំ1949ក្នុងគោលបំណងការពារអឺរ៉ុបពីការគំរាមកំហែងរបស់សូវៀតអស់រយៈពេលជាង7ទសវត្សរ៍វាបានក្លាយជាឆ្អឹងខ្នងនៃសន្តិសុខសកលប៉ុន្តែប្រសិនបើសហរដ្ឋអាមេរិកដែលជាមហាអំណាចឈានមុខគេនិងជាអ្នកចាញ់ថ្លៃចំណាយច្រើនជាងគេសម្រាប់ចិត្តដកខ្លួនចេញនោះ NATO នឹងចុះខ្សោយរហូតដល់អាចរលាយរលត់ទាំងស្រុងការដែលលោកត្រាំហៅសម្ព័ន្ធមិត្តថាជាខ្លាំងក្រដាសគឺជាសារព្រមានចុងក្រោយដែលអឺរ៉ុបមិនអាចមើលរំលងបានប្រសិនបើគ្មានអាមេរិកអឺរ៉ុបនឹងត្រូវប្រឈមមុខនឹងបញ្ហាសន្តិសុខដោយខ្លួនឯងចំពេលដែលរុស្ស៊ីកំពុងពង្រីកឥទ្ធិពលនិងចំនួននៅមជ្ឈមបូព៌ាកំពុងឆេះសន្ធោសន្ធៅសរុបមកពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះជំនួបនេះនៅសប្តាហ៍ក្រោយការសម្រេចចិត្តរបស់លោកត្រាំមិនត្រឹមតែផ្លាស់ប្ដូរវាសនារបស់ NATO ប៉ុណ្ណោះទេប៉ុន្តែវានឹងកំណត់នូវទម្រង់ថ្មីនៃភូមិសាស្ត្រនយោបាយសកលសម្រាប់សតវត្សទី21ទាំងមូលប្រសិនបើ NATO ពិតជាខ្លាំងក្រដាសមែននោះសន្តិសុខរបស់លោកខាងលិចប្រហែលជាកំពុងឈរនៅមាត់ជ្រោះនៃគ្រោះថ្នាក់ដែលមិនធ្លាប់មានពីមុនមក